តាមពិតតាំងពី40ឆ្នាំមុនសិល្បករចំនួនមុនក៏បានតាមរយៈគំនូរជីវចលមួយបកស្រាយដល់កុមារថាការអត់ធ្មត់តិចតួចអាចបំផ្លាញផែនការធំលោកតាចាងជាអ្នកជំនាញវារីវកម្មដ៏ល្បីល្បាញប្រចាំភូមិប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានជួបស្ត្រីហើយមានជីវិតធូរធារជាបណ្ដាជាការពិតណាស់វាក៏ដោយសារបច្ចេកទេសចិញ្ចឹមដ៏ប៉ិនប្រសប់របស់គាត់និងការផ្ដល់ចំណីយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃខណៈពេលដែលលោកតាចាងកំពុងលងក្នុងក្តីស្រមៃនៃជីវិតដ៏ស្រស់បំព្រងស្រាប់តែភ្ញៀវមិនបានអញ្ជើញពីអ្នកលេចមុខស្ទើរតែបំផ្លាញក្តីស្រមៃខ្លាយជាអ្នកមានរបស់គាត់ឪពុកនិងកូនមួយគូនេះក៏ហោះទៅមាត់ស្រែត្រីដោយស្ងាត់ស្ងៀមសម្លឹងមើលត្រីក្នុងទឹកទាំងទឹកមាត់ហូបតតែលោកតាចាងទើបតែចេញទៅឪពុកនោះក៏អន្តេសាទៅចាប់ចំណីភ្លាមគេឃើញវារហោះពីលើស្រែត្រីហើយចាប់បានត្រីតូចមួយយ៉ាងងាយស្រួលដំបូងគិតថាវានឹងឲ្យកូនភ្លុកមុនតែឪពុកនោះបែរជាធ្វើអ្វីដែលមិនធម្មតាក៏លេបចូលពុកខ្លួនឯងបាត់ទៅនេះធ្វើឲ្យលោកតូចភ័យស្លន់ស្លោខ្លាំងណាស់អង្គឪពុករបស់ខ្លួនឥតឈប់ឈរឲ្យទៅចាប់ឲ្យមួយទៀតរីឯឪពុករបស់លោកវិញគឺមានទស្សនៈអប់រំខុសពីអ្នកដទៃគាត់ប្រាប់កូនប្រុសរបស់គាត់ថាមានតែធ្វើដោយខ្លួនឯងទើបអាចរស់បានដោយខ្លួនឯងដោយគ្មានជំរឿផ្សេងលោកតូចក៏ធ្វើតាមឪពុករបស់ខ្លួនហោះទៅកណ្ដាលស្រែត្រីសំណាងល្អលោកកើតមកជាអ្នកចាប់ត្រីដ៏ជំនាញមិនយូរប៉ុន្មានក៏ចាប់បានត្រីមួយក្បាលដែលធំជាងមុនមិនដឹងថាទង្វើលួចត្រីរបស់ឪពុកកូនលោកនោះទេត្រូវបានលោកតាចាងមើលឃើញពេញមួយដំណើរគាត់បានបោះស្នៀតយូររបស់គាត់ដោយកំហឹងប៉ុន្តែដោយសារចម្ងាយឆ្ងាយពេកទើបលោកតូចអាចគេចបានព្រាមនោះលោកតាចាងបានរត់សម្ដៅទៅឪពុកកូនលោកទាំងកំហឹងយ៉ាងខ្លាំងព្រមទាំងដោះមុខចម្បាំងធ្វើជាអាវុធហើយបោះទៅរកពួកគេម្ដងទៀតលោកតូចគេចមិនទាន់ក៏ត្រូវមុខចម្បាំងគ្រប់ពីលើនឹកស្មានថាលោកតាចាងនឹងអាចចាប់ចោលលួចត្រីទាំងពីរនាក់នេះបានយ៉ាងងាយស្រួលទៅហើយតែមិននឹកស្មានថាឪពុករបស់លោកបានមកជួយសង្គ្រោះទាន់ពេលនោះទេហើយបានចិត្តជំនះលោកតាចាងមួយខាំយ៉ាងខ្លាំងរួចក៏ខំត្រីដែលចាប់បានហើយហោះចេញទៅយ៉ាងរំភើយលោកតាចាងខឹងសម្បាយយ៉ាងខ្លាំងក៏បក់ដៃញាប់ស្អេកគាត់បានប្រញ្ញាចិត្តក្នុងចិត្តត្រូវតែឲ្យឪពុកកូនលូស៊ីសំតម្លៃវិញលោកព្រឹកឡើងតាចាងបានសុំវិធីសាស្ត្រពីខ្សែកបែកខាងគាត់បានដាក់តុកតាស្មៅមួយនៅក្បែរស្រែត្រីថែមទាំងបានបំពាក់យន្តការពិសេសមួយគ្រាន់តែទីខ្សែនេះនឹងអាចរំកើកង្ហាស្លឹកត្នោតក្នុងដៃតុកតាស្មៅប្រហែលជាអាចបំភ័យឪពុកកូនលូស៊ីបានហើយបន្ទាប់មកតាចាងក៏ដេកលាក់ខ្លួននៅក្បែរនោះប្រើជើងបញ្ជាយន្តការតែគាត់នៅតែមើលស្រាវភាពឆ្លាតវៃរបស់លូស៊ីឪពុកកូនលូស៊ីដែលធ្លាប់បានផលក៏មកទៀតដោយមិនបានអញ្ជើញពួកគេបានប្រទះឃើញតុកតាស្មៅភ្លាមនេះក៏ធ្វើឲ្យពួកគេមិនហ៊ានធ្វើសកម្មភាពភ្លាមដែរដូច្នេះឪពុករបស់លូស៊ីក៏បានទៅមុនដើម្បីស៊ើបអង្កេតស្ថានភាពលូស៊ីតូចក៏តាមទៅដោយចង់ដឹងចង់ឃើញដែរមិននឹកស្មានថាពេលនោះកង្ហាស្លឹកត្នោតក៏ងើបឡើងភ្លាមធ្វើឲ្យពួកគេភ័យស្លន់ស្លោហោះត្រឡប់ទៅមាត់ច្រាំងវិញមើលទៅថ្ងៃនេះទំនងជាត្រូវឃ្លានហើយយ៉ាងណាមិញឪពុករបស់លូស៊ីដែលជាមនុស្សល្អិតល្អន់បានឈរនៅមាត់ច្រាំងសង្កេតមើលមួយសន្ទុះនៅតែមើលឃើញភាពចន្លោះប្រហោងនៅទីនោះគាត់បានរកឃើញថានេះគ្រាន់តែជាមនុស្សខ្លាយដែលបញ្ជាដោយខ្សែភ្លាមនោះក៏ប្រមូលកម្លាំងចិត្តដើរទៅមុខម្ដងទៀតគាត់បានស្ដោះទឹកមាត់ខ្លាំងដាក់តុកតាស្មៅឃើញថាវាគ្មានប្រតិកម្មអ្វីទាំងអស់លូស៊ីជាឪពុកក៏បានដឹងច្បាស់ថាតុកតាស្មៅមិនបង្កការគំរាមកំហែងដល់ពួកគេឡើយដូច្នេះគាត់ក៏បាននាំកូនប្រុសរបស់គាត់ទៅបំផ្លាញតុកតាស្មៅនោះចោលឥឡូវនេះពួកគេលែងមានអ្វីព្រួយបារម្ភទៀតហើយដូច្នេះឪពុកកូនទាំងពីរក៏បានចាប់ដើមស៊ីត្រីដោយឥតគិតថ្លៃម្ដងទៀតពួកគេបានស៊ីត្រីយ៉ាងឆ្ងាញ់ពិសានៅក្នុងស្រែត្រីក្នុងរយៈពេលដ៏ខ្លីពួកគេបានស៊ីត្រីតូចអស់រាប់សិបក្បាលពេលនោះលោកតាចាងក៏ភ្ញាក់ខ្លួនភ្លាមគាត់ក៏បានទាញខ្សែភ្លាមតែបែរជាឃើញតុកតាស្មៅដែលគាត់បានធ្វើយ៉ាងយកចិត្តទុកដាក់នោះត្រូវបានលោកលូស៊ីបំផ្លាញបាត់ទៅហើយអ្វីដែលធ្វើឲ្យគាត់ខឹងជាងនេះទៅទៀតនោះគឺលូស៊ីជាឪពុកថែមទាំងលោទៅលើតុកតាស្មៅទៀតផងហើយនៅតែបន្តបង្កហេតុដាក់លោកតាចាងមិនឈប់ឈរទីបំផុតសូម្បីតែកង្ហាស្លឹកបាត់នៅលើតុកតាស្មៅក៏បានខ្លាយជាទ្រព្យសម្បត្តិឈ្នះរបស់ឪពុកកូនលូស៊ីទៀតផងលោកតាចាងដែលឃើញទិដ្ឋភាពនេះស្ទើរតែដាច់ផ្ញើដោយកំហឹងតែមិនយូរប៉ុន្មានគាត់ក៏បានគិតរកឃើញវិធីសាស្ត្រដ៏ល្អមួយរងចាំរហូតដល់ថ្ងៃទី3ឪពុកកូនលូស៊ីក៏បានមកដល់តាមការកំណត់ជាថ្មីម្ដងទៀតតែបែរជាឃើញថាអ្វីដែលពួកគេបានបំផ្លាញកាលពីម្សិលមិញតុកតាចម្បាំងដ៏អាក្រក់នោះបានឈរនៅមាត់ស្រាវិញដូចដើមប៉ុន្តែពួកគេមិនដឹងឡើយថាលើកនេះនៅក្រោមមុខផ្នែកលាក់លោកតាចាងផ្ទាល់តែឪពុកកូនមួយគូនេះគ្មានការប្រុងប្រយ័ត្នបន្តិចសោះគិតថាវានៅតែជាវត្ថុខ្លាំងខ្លាយដែលបំភ័យពួកគេកាលពីម្សិលមិញដដែលក៏មួយចូលទៅក្នុងស្រែត្រីវិញចាប់ដើមស៊ីត្រីយ៉ាងសម្បើមដោយមិនញើសអ្វីទាំងអស់មិនដឹងខ្លួនតតែសោះថានេះនឹងជាអាហារចុងក្រោយរបស់ពួកគេមើលត្រីដែលខ្លួនចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ត្រូវបំផ្លាញបែបនេះលោកតាចាងជឿចិត្តណាស់ក៏ក្តាប់កណ្ដាប់ដៃយ៉ាងណែនតែពេលនេះពេលវេលាមិនទាន់សមស្របនៅឡើយទេគាត់ក៏បានត្រឹមអត់ទ្រាំសិនឪពុកកូនមួយគូនេះក្រោយពីស៊ីឆ្អែតហើយក៏មិនបានប្រញាប់ទៅណាដែរផ្ទុយទៅវិញពួកគេបានព័ទ្ធជុំវិញតុកតាចម្បាំងហើយចាប់ដើមលេងលោកតូចបានហើរទៅលើដៃតុកតាចម្បាំងមុនគេឪពុកលោកក៏បានហើរតាមក្រោយឡើងទៅដែរលោកតាចាងដាំឡើយចង់ឆ្លៀតឱកាសចាប់ពួកវាតែពេលនោះស្រាប់តែមានដង្កូវនាងមួយក្បាលលេចឡើងបានរំខានដល់ផែនការរបស់គាត់អារម្មណ៍របស់ទ្រាំលេងបាននេះពិតជាពិបាកណាស់មិននឹកស្មានថាលោកតាចាងទើបរើខ្លួនបន្តិចសោះលោកតូចក៏ភ្ញាក់ខ្លួនហើរត្រឡប់ទៅមាត់ច្រាំងវិញភ្លាមរីឯឪពុកលោកវិញបែរជាស្ងប់ស្ងាត់ណាស់ថែមទាំងស្ដីបន្ទោសកូនប្រុសថាធ្វើរឿងតូចឲ្យខ្លាយជារឿងធំព្រោះគាត់ជឿដោយមិនដឹងខ្លួនរួចទៅហើយថាអ្វីដែលគាត់ឈប់ពីលើនោះគ្រាន់តែជាតុកតាបន្ទាប់មកក៏រួមខ្លួនយឺតចូលដំណេកទៅលោកតាចាងឃើញដូច្នោះក៏ប្រញាប់វិដង្កូវនាងចេញពីជើងរបស់គាត់រីឯលោកតូចដែលនៅមាត់ច្រាំងក្រោយសង្កេតបន្តិចនៅតែសម្រេចចិត្តជឿឪពុករបស់ខ្លួនវាបានហោះត្រឡប់ទៅលើតុកតាចម្បាំងវិញដើម្បីសងសឹកនឹងការភ្ញាក់ផ្អើលមុននេះលោកតូចក៏បានបន្ទោលបងលើមុខតុកតាចម្បាំងដោយចិត្តណាបន្ទាប់មកក៏ដេកលក់យ៉ាងស្កប់ស្កល់ទៅរហូតដល់សត្វភ្នែក4ហោះមកលើក្បាលពួកគេក៏នៅតែមិនអាចដាស់ពួកគេបានឡើយលោកតាចាងដឹងថាពេលវេលាបានមកដល់ហើយក៏ប្រញាប់បោះសំណាញ់នេសាទចាប់លោកលូជាឪពុកនិងកូនប្រុសរបស់គាត់បានដោយជោគជ័យប្រហែលជាយប់នេះលោកតាចាងនឹងបានបន្ថែមអាហារទៀតហើយរឿងគំនូរជីវចលតុកតាចម្បាំងក៏ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ1985នេះជាមួយនឹងរចនាផាសិល្បៈកាត់ក្រដាសដ៏ប្លែកភ្នែកបានបង្ហាញពីការប្រកួតប្រជែងរវាងលោកតាចាងនិងលោកលូជាឪពុកនិងកូនយ៉ាងរស់រវើកដែលអាចចាត់ទុកថាជាស្នាដៃដ៏កំមនឹងបុរាណមួយអត្ថន័យអប់រំដែលមាននៅក្នុងរឿងនេះគឺស័ក្តិសមសម្រាប់ឪពុកម្ដាយទាំងអស់មើលជាមួយកូនរបស់ពួកគេ